កូនសោទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួនទី4យល់ដឹងនៅកម្រិតព្រំដែនការរីគិតនិងការមានប្រតិកម្មវាមានសារៈសំខាន់ណាស់ដើម្បីញែកការរីគិតចេញពីការមានប្រតិកម្មពីព្រោះដោយតែយើងបានសិក្សារួចហើយដើម្បីជាមនុស្សមានជោគជ័យយើងចាំបាច់ត្រូវជាមនុស្សមានសមត្ថភាពដើម្បីរីគិតប្រកបដោយប្រសិទ្ធភាពការរីគិតគឺជាការផ្ទុយពីការមានប្រតិកម្មដើម្បីរីគិតយើងត្រូវមានមនសិការអំពីអ្វីដែលយើងចង់ធ្វើនិងចង់សម្រេចឲ្យបានការរីគិតគឺជាជំរើសភ្ញាក់រលឹកឬជាជំរើសមានមនសិការយើងត្រូវនិយាយចំពោះខ្លួនយើងថាចូលឲ្យខ្ញុំរីគិតអំពីរឿងនេះចំណែកឯការមានប្រតិកម្មគឺជាការធ្វើឬការប្រព្រឹត្តដោយមិនមានសេចក្តីភ្ញាក់រលឹកអំពីអ្វីដែលយើងធ្វើនិងអំពីឥទ្ធិពលដែលអំពើរបស់យើងដែលអាចនឹងមានទៅលើខ្លួនយើងនិងទៅលើមនុស្សដទៃទេបញ្ហាទាំងឡាយនិងសេចក្តីទោមនស្សជាច្រើនរបស់យើងអាចជាបញ្ហាងាយជៀសវាងបានប្រសិនបើយើងរិះគិតឲ្យច្រើនបន្តិចនិងកុំមានប្រតិកម្មញឹកញយពេកខួរក្បាលដ៏ជោគជ័យរបស់យើងមិនសុក្រិតទេហើយជួនកាលសូម្បីខួរក្បាលដ៏ល្អទាំងឡាយក៏មានកំហុសដែរខួរក្បាលមនុស្សមានមុខងារសំខាន់ពីរយ៉ាងមួយគឺដើម្បីធានារ៉ាប់រងនៅជីវិតរស់រាននៃពូជជាតិរបស់យើងនិងមួយទៀតគឺដើម្បីធ្វើឲ្យយើងជាមនុស្សមានជោគជ័យដើម្បីរស់រាននិងមានចីរភាពយើងត្រូវមានសមត្ថភាពដើម្បីស្វែងរកអាហារធ្វើជំរកស្នាក់អាស្រ័យនិងបង្កើតកូននៅក្នុងន័យនេះយើងមិនមានអ្វីខុសប្លែកអំពីសត្វដទៃណាមួយទេកាលណាយើងឃើញរង្វង់មូលពណ៌លឿងមួយដោយមានសញ្ញាកាក់បាតពណ៌ខៀវនៅពីលើពន្លឺចេញពីវត្ថុនោះធ្វើដំណើរទៅកាន់ភ្នែកយើងដែលនៅក្នុងភ្នែករបស់យើងវត្ថុនោះត្រូវបានយើងសម្លឹងផ្ដោតទៅលើភ្នែកទាំងគូកត់ត្រាទុកនៅវត្ថុប៉ុន្តែនៅត្រង់ចំណុចនេះយើងមើលមិនឃើញដោយច្បាស់នៅវត្ថុនោះជាអ្វីដោយពិតប្រាកដទេកាលឃើញមួយផ្លែតនោះខួរក្បាលប្រៀបធៀបព័ត៌មានអំពីភ្នែកជាមួយនឹងព័ត៌មានដែលមានស្រាប់ដែលស្តុកទុកនៅក្នុងមណ្ឌលសតិសំណួរដំបូងដែលខួរក្បាលសួរតើវានឹងបង្កការឈឺចាប់ដល់ខ្ញុំដែរឬទេឬវានឹងសម្លាប់ខ្ញុំទេតើខ្ញុំអាចបរិភោគវាបានទេនិងតើខ្ញុំអាចរួមសង្វាស់ជាមួយវាបានទេក្រោយការវាយតម្លៃរួចព័ត៌មានត្រូវបានបញ្ជូនទៅឲ្យ Thalamus ដែលជាក្រុមមួយនៃកោសិកាសរសៃប្រសាទជំនាញស្ថិតនៅក្នុងខួរក្បាល Mammalian Brain Thalamus គឺជាគន្លឹះមួយផងដែរដែលប្រព្រឹត្តទៅស្ទើរតែដូចគ្នាទៅនឹងយន្តការត្រួតត្រានៃប្រព័ន្ធអុយស្មៃយានដែលញែកឲ្យអុយស្មៃយានរត់ទៅលើផ្នែកខាងឆ្វេងឬរត់ទៅលើផ្នែកខាងស្ដាំអាស្រ័យលើលទ្ធផលនៃការប្រៀបធៀបខួរក្បាលនឹងធ្វើប្រតិកម្មឬរិះគិតវែងឆ្ងាយអំពីវត្ថុនោះបើចម្លើយតបទៅនឹងសំណួរគឺវិជ្ជមានឬបើយើងមិនដែលបានឃើញវត្ថុនេះពីមុនសោះព័ត៌មាននឹងត្រូវបានបញ្ជូនទៅឲ្យ Occipital Lobe ជាមណ្ឌលសម្របសម្រួលចក្ខុវិញ្ញាណនៅផ្នែកខាងក្រោយនៃខួរក្បាលនេះគឺជាទីកន្លែងដែលខួរក្បាលអាចមើលឃើញវត្ថុដោយច្បាស់ពីទីនេះទៅព័ត៌មានត្រូវបានបញ្ជូនទៅកាន់មណ្ឌលអារម្មណ៍នៃខួរក្បាលគឺ Amygdala សម្រាប់ការប្រៀបធៀបជាមួយវេទនាអារម្មណ៍ទាំងឡាយដែលបានចងចាំសំណួរដែលចោទនៅក្នុងទីនេះគឺតើខ្ញុំមានវេទនាអារម្មណ៍អំពីវត្ថុនេះយ៉ាងដូចម្តេចបើវត្ថុមិនពញាក់ឲ្យកើតនៅការរំជួលចិត្តខ្លាំងទេខួរក្បាលនឹងប្រាប់ដល់រាងកាយឲ្យប្រព្រឹត្តដោយសមស្របយកជាឧទាហរណ៍ឬមួយស្តុកព័ត៌មាននោះទុកឬមួយផាត់ព័ត៌មាននោះចោលសុវត្ថិភាពជាចម្បងឥឡូវនេះសន្មតថាមនុស្សម្នាក់ឃើញពស់មួយនៅក្នុងផ្ទះរបស់គាត់ខួរក្បាលរបស់គាត់នឹងស្រាវជ្រាវរកហើយប្រៀបធៀបពស់នេះជាមួយព័ត៌មានទាំងអស់ដែលមានស្រាប់បើគាត់ធ្លាប់មានបទពិសោធន៍អាក្រក់ជាមួយនឹងពស់ទាំងឡាយឬគាត់មានការប្រុងប្រយ័ត្នយ៉ាងស្រួចស្រាវអំពីគ្រោះថ្នាក់ខួរក្បាលរបស់គាត់នឹងមិនបញ្ជូនព័ត៌មានទៅឲ្យ Occipital Lobe សម្រាប់ការវិភាគឲ្យបានលម្អិតទេប៉ុន្តែនៅក្នុងរង្វង់មួយខណៈនៃវិនាទីខួរក្បាលបញ្ជូនព័ត៌មាននេះត្រឡប់ទៅកាន់ Amygdala ប្រយោជន៍ដើម្បីជៀសវាងការខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃដែលអាចជាការចាំបាច់
ដើម្បីរក្សាជីវិតរស់នៅអាស្រ័យលើបទពិសោធន៍ខាងរំជួលចិត្តកន្លងទៅរបស់គេអាចឬមួយធ្វើប្រតិកម្មតបឲ្យរត់ចេញពីផ្ទះស្រែកដងហើយហៅគេជួយផងពោះឬមួយគាត់អាចជ្រើសរើសដំបងនៅចិត្តខ្លួនបំផុតហើយវាយសម្លាប់ពោះដោយដំបងនោះមុខងារសំខាន់មុនគេបង្អស់របស់គូក្បាលគឺដើម្បីរក្សាយើងឲ្យរស់រានអំណាចដ៏អស្ចារ្យរបស់គូក្បាលនេះគឺដើម្បីការពារយើងឲ្យផុតពីគ្រោះថ្នាក់ជាញឹកញយតែងកើតចេញមកពីបន្ទុកនៃមុខងារមួយទៀតរបស់វាដែលជាមុខងារធ្វើឲ្យយើងជាមនុស្សមានជោគជ័យចំពោះគូក្បាលការរស់រានរបស់យើងគឺជាការងារបន្ទាន់ណាស់ផងនិងជាការងារសំខាន់ណាស់ផងហើយវាមានអត្ថិភាពលើភាពជោគជ័យរបស់យើងកាលបើការរស់រានមានសារៈសំខាន់ណាស់ភាពជោគជ័យមានភាពបន្ទាន់តិចកាលណាគូក្បាលស្ថិតក្នុងស្ថានភាពរស់រានរបស់វាហើយការរិះគិតនឹងត្រូវបានបញ្ចប់ឬត្រូវបានសម្រាកព្រមគ្នាចិត្តដែលបោកបញ្ឆោត Deluded Mind ឥឡូវចូលយើងនឹកស្រមៃថាមានបរិសុទ្ធម្នាក់កំពុងដើរឆ្លងកាត់ស្មៅខ្ពស់នៅពេលព្រលប់និងក្នុងពេលថ្ងៃហៀបលិចគាត់បានឃើញវត្ថុមានសន្តានជាពស់ធំមួយភ្លាមនោះសញ្ញាអាសន្នបន្លឺឡើងក្នុងខួរក្បាលរបស់គាត់ហើយដោយមិនចាំបាច់រិះគិតច្រើនគាត់ចាប់ផ្ដើមស្រែកថាពស់អ្នកជិតខាងទាំងឡាយរបស់គាត់បានស្ទុះរត់ត្របាញ់ជើងអំពីគ្រប់ទិសទៅជួយគាត់ប៉ុន្តែនៅពេលដែលពួកគេទៅដល់ពួកគេបានផ្ទុះសំណោចអំពីអ្វីដែលពួកគេបានឃើញគឺមិនមែនជាពស់មួយទេប៉ុន្តែជាកំណាត់នៃខ្សែពស់កញ្ចាស់មួយចុងវាយប៉ុណ្ណោះរំពេចនោះបរិសុទ្ធបានដឹងច្បាស់នៅការវិនិច្ឆ័យខុសរបស់ខ្លួនហើយទុញទាល់គំនិតចំពោះអំពើរបស់ខ្លួនមានមនុស្សជាច្រើនធ្លាប់មានបទពិសោធន៍ទាំងនេះកាលណាគេធ្វើប្រតិកម្មដោយម៉ឺងម៉ាត់ចំពោះស្ថានភាពមួយគ្រាន់តែដើម្បីស្ដាយក្រោយនិងមានវេទនាអារម្មណ៍អៀនខ្មាស់អំពីចរិតមិនសមស្របរបស់គេនៅពេលក្រោយមកខួរក្បាលរបស់យើងជាសភាវៈល្អណាស់សម្រាប់រក្សាយើងឲ្យមានសុវត្ថិភាពរួចផុតពីស្ថានភាពទាំងឡាយដែលគំរាមកំហែងជីវិតពិតប្រាកដបញ្ហាគឺថាជារៀងរាល់ថ្ងៃយើងតែងប្រឈមចំពោះស្ថានភាពទាំងឡាយនៃជីវិតនិងការធ្វើសេចក្តីសម្រេចចិត្តដែលត្រូវការនៅការវិតម្លៃដោយប្រយ័ត្នប្រយែងប៉ុន្តែដែលលេចឡើងក្នុងខួរក្បាលរបស់យើងហាក់ដូចជាការគំរាមកំហែងបន្ទាន់ពិតតើលោកអ្នកនៅចាំរឿងនិទាននៅក្នុងជំពូក2អំពីទាហានកំសត់ម្នាក់ជាមួយនឹងកូន2នាក់របស់គាត់ឬទេតើលោកអ្នកនឹងឃើញវេទនាអារម្មណ៍និងប្រព្រឹត្តផ្ទាល់ខ្លួនរបស់លោកអ្នកមុនពេលដែលលោកអ្នកដឹងដោយប្រកាសនៅអ្វីដែលបានកើតឡើងឬទេលោកអ្នកបានភិតភ័យក្រោធខឹងនិងត្រៀមខ្លួនដើរចេញពីស្ថានភាពមិនជាទីគាប់ចិត្តនោះមានអ្នកខ្លះក្នុងចំណោមអ្នកទាំងអស់អាចមានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងបរិសុទ្ធដែលជាមនុស្សខ្វះសេចក្តីគោរពចំពោះផាសុខភាពផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងករណីណាមួយក៏ដោយលោកអ្នកនឹងជាមនុស្សមានសមនស្សហើយក្មេងទាំងពីរនាក់នឹងទទួលរងផលវិបាកអំពីចរិតប្រតិកម្មតបរបស់លោកអ្នកនៅក្នុងឆាកនេះចិត្តរបស់លោកអ្នកត្រូវបានដឹកនាំខុសដោយអចេតនាដោយសារអារម្មណ៍រំជួលចិត្តនៃសេចក្តីភិតភ័យនិងសេចក្តីក្រោធខឹងហើយកាលណារឿងនេះកើតឡើងការរិះគិតត្រូវឈប់ជាស្វ័យប្រវត្តិជំនឿស្វ័យកម្រិតព្រំដែន Self Limiting Belief លោកអ្នកកើតមកដើម្បីសម្រេចជោគជ័យនិងមិនមែនដើម្បីបរាជ័យទេសមត្ថភាពសរុបនៃខួរក្បាលរបស់យើងបន្ថយឲ្យតិចមកមានច្រើនរាប់ពាន់នៃចំនួនរាប់ពាន់លានដូចតារាទាំងឡាយច្រើនរាប់ពាន់លាននៅក្នុងចក្រវាឡលោកអ្នកគឺជាលទ្ធផលនៃការអភិវឌ្ឍជាប់មិនដាច់នៃជីវិតនៅលើភពផែនដីនេះអស់កាល350លានឆ្នាំកន្លងទៅហើយលោកអ្នកគឺជាសត្វដ៏មានអំណាចបំផុតនៅលើភពផែនដីតើកម្រិតព្រំដែនអ្វីខ្លះដែលលោកអ្នកបានដាក់មកលើសមត្ថភាពរបស់លោកអ្នកដើម្បីសម្រេចបានភាពជោគជ័យរបស់លោកអ្នកបានអ្នកទេសចរស្ត្រីម្នាក់កំពុងធ្វើទស្សនកិច្ចនៅភូមិតូចមួយ
បានជួបប្រទល់មុខគ្នានឹងដំរីដ៏ធំសម្បើមមួយក្បាលអ្នកស្រីបានផិតភ័យខ្លាំងមិនហ៊ានដើរបង្ហោះពីព្រោះដំរីត្រូវបានគេចងជើងដោយច្រវាក់តូចមួយរុំព័ទ្ធភ្ជាប់ទៅនឹងកូនឈើមួយដើមដោយយល់ពីក្តីកង្វល់របស់អ្នកនោះមកដំរីបានញញឹមហើយបានអះអាងប្រាប់គាត់កុំឲ្យបារម្ភពីព្រោះដំរីនឹងមិនអាចផ្ដាច់ច្រវាក់បានទេដើម្បីបង្ហាញឲ្យឃើញមកដំរីបានហុចឲ្យអ្នកស្រីទេសចរនៅចេកមួយស្និតហើយសូមឲ្យគាត់យកទៅឲ្យដំរីដោយក្តីសោមនស្សដំរីបានចូលមកសំដៅគាត់ប៉ុន្តែបានឈប់វិញភ្លាមកូនច្រវាក់បានបញ្ឈប់សត្វដ៏មហិមាក្នុងដំណើរចូលមករកអ្នកស្រីទេសចរតាមកដំរីបានបញ្យល់ថាកាលដែលដំរីនៅតូចជាកូនដំរីនៅឡើយវាបានតែងតែសាក់លបងរត់ចូលព្រៃហើយដើម្បីការពារកូនដំរីកុំឲ្យរត់ចូលព្រៃវិញគាត់តែងចងវារាល់យប់ដោយកូនច្រវាក់មួយខ្សែភ្ជាប់ទៅនឹងកូនឈើមួយដើមដំបូងកូនដំរីបានសាក់លបងរត់ប៉ុន្តែរាល់ពេលដែលវាបានសាក់លបងវាមិនអាចរត់រួចនៅទីបំផុតវាបានទទួលស្គាល់ថាវាមិនអាចផ្ដាច់កូនច្រវាក់បានឡើយកូនដំរីបានធំធាត់ឡើងនិងមានកម្លាំងខ្លាំងជារៀងរាល់ថ្ងៃប៉ុន្តែរហូតមកដល់ថ្ងៃនេះវាបានបន្តជឿថាវាគ្មានកម្លាំងដើម្បីផ្ដាច់ច្រវាក់បានឡើយលោកអ្នកហើយនឹងខ្ញុំមានចំណងច្រវាក់ច្រើនណាស់ដែលរាំងស្ទះយើងមិនឲ្យដើរទៅមុខនិងប្រែក្លាយជាមនុស្សមានជោគជ័យជាងយើងមានសមត្ថភាពប្រែក្លាយជាមនុស្សមានជោគជ័យនាពេលបច្ចុប្បន្នចំណងច្រវាក់ទាំងនេះមិនមែនធ្វើអំពីដៃទេប៉ុន្តែវាបានកើតមានជារូបរាងនៅក្នុងចិត្តតាមបទពិសោធន៍អវិជ្ជមានកន្លងទៅរបស់យើងចំណងច្រវាក់ទាំងនេះគឺជំនឿមានកម្រិតព្រំដែនរបស់យើងមើលមិនឃើញចំណងច្រវាក់ទាំងនេះទេប៉ុន្តែវាមានកម្លាំងស្មើនឹងចំណងច្រវាក់ពិតនៅក្នុងករណីជាច្រើនភាពផ្សេងគ្នារវាងមនុស្សមានជោគជ័យនិងមនុស្សគ្មានជោគជ័យគឺមិនមែនមកពីបញ្ញាបំណិនប្រសពឬធនធានរបស់ពួកគេទេប៉ុន្តែភាពផ្សេងគ្នានៅក្នុងចំនួនចំណងនៃច្រវាក់ទាំងឡាយដែលពួកគេមាននៅក្នុងសន្តានចិត្តរបស់ពួកគេចំណងច្រវាក់កាន់តែច្រើនដែលពួកគេមានពួកគេទំនងជាមនុស្សមានជោគជ័យកាន់តែតិចលោក Napoleon Hill ជាអ្នកនិពន្ធសៀវភៅ Classic ខាងបំផុសគំនិតដែលមានចំណងជើងថាចូលគិតនិងចម្រើនជាអ្នកមានទ្រព្យ Think and Grow Rich បានចង្អុលប្រាប់ថាគ្មានកម្រិតព្រំដែនសម្រាប់ចិត្តមនុស្សទេវាលែងតែកម្រិតព្រំដែនទាំងឡាយណាដែលយើងទទួលស្គាល់ខួរក្បាលដ៏មានអំណាចរបស់យើងអាចคล้ายទៅជាអសមត្ថភាពយ៉ាងងាយដោយសារតែជំនឿមានកម្រិតព្រំដែនរបស់យើងគ្មានកម្រិតព្រំដែនសម្រាប់ចិត្តមនុស្សទេវាលែងតែកម្រិតព្រំដែនទាំងឡាយណាដែលយើងទទួលស្គាល់ Napoleon Hill វុធីគ្រូខកចិត្តខ្លាំងណាស់ជាមួយឯងលោកគ្រូថ្នាក់ទី3បាននិយាយនៅពេលគាត់បានហុចប្រតិបត្តិបន្ទុកឲ្យទៅសិស្សម្នាក់ឈ្មោះវុធីចំណោមសិស្សទាំងឡាយរបស់គាត់ឯងខ្សោយខាងគណិតវិទ្យាណាពីព្រោះឯងមិនយកចិត្តទុកដាក់សោះក្នុងថ្នាក់បង្រៀនរបស់អ្នកគ្រូហើយគាត់បានបើកភ្នែកធំសម្លឹងទៅក្មេងប្រុសនោះរួចបន្តឯងមិនឆ្លាតសោះដូច្នេះចាប់ពីពេលនេះទៅគ្រូនឹងធ្វើឲ្យប្រកាសថាឯងត្រូវធ្វើកិច្ចការផ្ទះរបស់ឯងរៀងរាល់ថ្ងៃឥឡូវចូលកុំភ្លេចឲ្យឪពុកឯងមើលនិងចុះហត្ថលេខាលើប្រតិបត្តិបន្ទុកនេះដោយវុធីបានរំពឹងទុកឪពុករបស់វាបានច្រឡោតខឹងយ៉ាងខ្លាំងពេលគាត់បានឃើញប្រតិបត្តិបន្ទុករបស់វាព្រោះហេតុអ្វីក៏ឯងល្ងងម្លេះគាត់បានស្រែកគំហកចាប់ពីថ្ងៃស្អែកតទៅឯងត្រូវអង្គុយនិងធ្វើកិច្ចការផ្ទះរបស់ឯងក្រោយពេលបាយល្ងាចរួចហើយឯងមិនត្រូវមើលទូរទស្សន៍ទេរហូតដល់កិច្ចការធ្វើរួចនៅក្នុងយប់នោះវុធីបានគិតក្នុងចិត្តថាលោកគ្រូរបស់អញបាននិយាយថាអញមិនឆ្លាតហើយឪពុកអញគិតថាអញល្ងងអាត្មាអញយល់ថាពួកលោកត្រូវពីព្រោះអាត្មាអញជាសិស្សខ្សោយណាស់នៅក្នុងថ្នាក់គណិតវិទ្យាជារៀងរាល់ថ្ងៃក្រោយពេលបាយល្ងាចរួចឪពុករបស់វុធីបង្គាប់ឲ្យវាអង្គុយនិងមើលមេរៀនគណិតវិទ្យារបស់វាឡើងវិញប៉ុន្តែចិត្តរបស់ក្មេងនៅតែបានបិទចិត្តវុធីស្អប់គណិតវិទ្យាពីព្រោះវាមិនសង្ឃឹមប្រឡងជាប់នៅលំណាច់ឆ្នាំទេ
យុទ្ធវិធីរបស់ឪពុកវាទទួលបរាជ័យដោយមិនអាចកែប្រែអេរិយាបថរបស់វាចំពោះការសិក្សាហើយនៅពេលលោកគ្រូកំពុងបញ្យល់មេរៀនភ្នែករបស់វានិងចិត្តរបស់វាហិចហើរចេញក្រៅថ្នាក់រៀននៅពេលយប់វាខិតខំបញ្ចប់កិច្ចការសាលានៅផ្ទះរបស់វាដោយប្រញាប់ប្រញាល់វាមិនបានព្យាយាមឲ្យបានគ្រប់គ្រាន់នៅក្នុងការធ្វើកិច្ចការទាំងនោះទេពីព្រោះវាជឿថាវាល្ងងហើយការព្យាយាមនឹងមិនទទួលបានផលទេដូចអ្វីដែលគ្រូរបស់វាបានទីទុកវុធីក៏ប្រឡងធ្លាក់ទៀតវាមិនបានភ្ញាក់ផ្អើលទេព្រោះភាពបរាជ័យនេះហាក់ដូចជាផុសតាងបញ្ជាក់ពីជំនឿរបស់វាកាន់តែច្បាស់ថាវាមិនពូកែគណិតវិទ្យាទាល់តែសោះបើវុធីនៅក្នុងរឿងរបស់យើងមិនផ្លាស់ប្ដូរជំនឿមានកម្រិតព្រំដែនរបស់វាចេញអំពីខ្លួនវាទេវានឹងមានការលំបាកច្រើនក្នុងការស្វែងរកនិងក្នុងការរក្សាការងារល្អៗកាលណាវាធំឡើងហើយបើទោះបីជាមានម៉ាស៊ីនគិតលេខនិងកុំព្យូទ័រល្អៗសម្បូរហូរហៀស្រាប់ក្តីក៏វានៅតែជឿថាវាមិនពូកែជាមួយនឹងតួលេខនិងការគិតលេខឡើយសោកនាដកម្មដ៏ធំបំផុតនៅក្នុងជីវិតគឺការខ្ជះខ្ជាយនៅអំណាចមានពីកំណើតរបស់យើងរឿងដំបូងដែលយើងត្រូវធ្វើបើយើងចង់ក្លាយជាមនុស្សមានជោគជ័យគឺត្រូវផ្ដល់អំណាចដល់ខ្លួនយើងដោយកត់សម្គាល់និងកាច់បំបាក់នៅចំណងច្រវាក់ទាំងឡាយនៃជំនឿមានកម្រិតព្រំដែនរបស់យើងម្ដងមួយហើយត្រូវប្រមូលផ្ដុំកម្លាំងដើម្បីបញ្ឈប់ខ្លួនយើងពីការបង្កើតកម្រិតព្រំដែនថ្មីទៀតតែយើងអាចដឹងសម្គាល់នៅអ្វីដែលដាក់ច្រវាក់យើងភ្ជាប់ទៅនឹងអតីតកាលរបស់យើងហើយចាប់យើងទុកមិនឲ្យធ្វើដំណើរឆ្ពោះទៅក្នុងអនាគតកាលបានយ៉ាងដូចម្តេចបាននៅក្នុងការត្រេះរិះផ្ទាល់ខ្លួនលេខ1នៅខាងចុងសៀវភៅនេះលោកអ្នកបានធ្វើនៅបញ្ជីហេតុផលទាំងឡាយបង្ហាញថាព្រោះហេតុអ្វីលោកអ្នកមានវេទនាអារម្មណ៍ថាលោកអ្នកមិនអាចបានជាមនុស្សមានជោគជ័យជាងលោកអ្នកមានជោគជ័យនាពេលឥឡូវនេះបើលោកអ្នកជាមនុស្សមានភាពស្មោះត្រង់ចំពោះខ្លួនឯងបញ្ជីនោះនឹងបង្ហាញឲ្យដឹងនៅរឿងជាច្រើនអំពីជំនឿស្វ័យកម្រិតព្រំដែនរបស់លោកអ្នកហេតុផលខ្លះក្នុងចំណោមហេតុផលទាំងឡាយលោកអ្នកបានផ្ដល់ឲ្យសម្រាប់បង្ហាញកង្វះភាពជោគជ័យរបស់លោកអ្នកអាចជាហេតុផលល្អពិតប៉ុន្តែមានហេតុផលជាច្រើននៃហេតុផលទាំងនេះគឺគ្រាន់តែជាមតិទាំងឡាយផ្ទាល់ខ្លួនដែលពឹងផ្អែកលើបណ្ដាបទពិសោធន៍អវិជ្ជមានកន្លងទៅខ្ញុំមិនអាចជាមនុស្សមានជោគជ័យច្រើននៅក្នុងជីវិតពីព្រោះខ្ញុំជាស្ត្រីឬខ្ញុំមានវ័យចាស់ពេកក្មេងពេកខ្សោយពេកក្រពេកស្មោះត្រង់ពេកសម្បុរសពេកខ្ញុំមានកូនច្រើនពេកមានចៅហ្វាយនាយពិបាកមិនមានកម្រិតចេះដឹងសាកលវិទ្យាល័យមិនមានពេលឬមិនមានមុខស្អាតលក្ខណៈគឺជាការសន្មតទាំងឡាយវាមិនមែនជាការពិតទេការសន្មតទាំងនេះបើគេមិនបានយល់ដឹងដោយត្រឹមត្រូវទេអាចជាយថាហេតុប្រែក្លាយជាផ្នែកនៃប្រព័ន្ធជំនឿរបស់យើងឬជាជីវិតសន្មត lie assumption ជីវិតសន្មតគឺជាបែបបទដែលយើងមើលជាលទ្ធផលដែលយើងផលិតបានការប្រឈមមុខសត្រូវផ្ទៃក្នុង exposing the enemy within សត្រូវធំបំផុតរបស់ភាពជោគជ័យគឺសេចក្តីភ័យខ្លាចដោយមិនគិតថាតើយើងចង់សម្រេចឲ្យបាននៅរឿងទាំងឡាយតូចតាចដូចជាការរៀនជិះកង់និងការធ្វើសន្ទរកថាល្អមួយឬការបំពេញនៅសុបិនណាមួយរបស់យើងទេសេចក្តីភ័យខ្លាចតែងបង្អាក់យើងរាល់ពេលសេចក្តីភ័យខ្លាចរាំងខ្ទប់ចិត្តហើយបង្ខំយើងឲ្យរិះគិតតែអំពីខ្លួនយើងនិងបច្ចុប្បន្នកាលចិត្តការរិះគិតរយៈពេលខ្លីនិងការរិះគិតចង្អៀតចង្អល់បង្អាក់ពង្រៀងយើងពីការរិះគិតដោយភ្លឺថ្លាហើយវាញ៉ាំងឲ្យការធ្វើសេចក្តីសម្រេចចិត្តពិបាកសម្រេចកើតសេចក្តីភ័យខ្លាចឆក់យកអំពីចិត្តរបស់យើងនៅអំណាចរបស់វាដើម្បីបង្កើតមតិទាំងឡាយនិងដើម្បីរកឃើញដំណោះស្រាយទាំងឡាយដើម្បីរិះគិតប្រកបដោយប្រសិទ្ធភាពយើងត្រូវការ 1. បន្ធូរសម្រួលអារម្មណ៍និងការពន្យានៅការធ្វើសេចក្តីវិនិច្ឆ័យទាំងឡាយដោយប្រញាប់ប្រញាល់ 2.
សម្លឹងមើលស្ថានភាពអំពីជ្រុងផ្សេងៗ 3. ពិចារណានៅចំណុចទាំងឡាយដែលមានទស្សនៈផ្ទុយគ្នា 4. ពិនិត្យភស្តុតាងដែលមានស្រាប់ 5. ត្រេះរិះមើលឥទ្ធិពលមកលើខ្លួនលោកអ្នកផ្ទាល់និងមកលើអ្នកដទៃ គេពិបាកមើលឃើញវត្ថុមួយនៅបាត់បឹងកាលណាទឹកមានរលកនិងមានកកល្អក់ការស្ទាបរាវរកវត្ថុនោះដោយដៃដោយគ្មានគោលបំណងនិងគ្រាន់តែបានធ្វើទឹកឲ្យល្អក់កកខ្លាំងឡើងប៉ុណ្ណោះអ្វីដែលយើងត្រូវការធ្វើគឺរងចាំមួយរយៈរហូតដល់ទឹកស្ងប់ហើយភក់ល្បាប់រងកកកាលណាយើងមានកំហឹងក្រៀវក្រោធឬភ័យខ្លាចឈាមជាច្រើនរត់ចូលក្នុងសាច់ដុំយើងហើយមានឈាមតិចតួចហូរចូលទៅខួរក្បាលចិត្តប្រែក្លាយជាស្រអាប់ឬសៅហ្មងនិងភ័ន្តភាំងព្រមទាំងមានសមត្ថភាពខ្សោយដើម្បីរីកឹតព្រោះហេតុនោះកាលណាយើងមានវិបត្តិឬមានបញ្ហាធ្ងន់ធ្ងរទាំងឡាយយើងមិនត្រូវខិតខំដោះស្រាយវិបត្តិឬបញ្ហាទាំងនោះភ្លាមៗទេប៉ុន្តែត្រូវរីកឹតអំពីរឿងនោះជាមុនសិនឬត្រូវរងចាំរហូតដល់យើងមានចិត្តស្ងប់គ្រប់គ្រាន់ដើម្បីទុកឲ្យខួរក្បាលរបស់យើងប្រព្រឹត្តទៅបានដោយធម្មតាកាលណាយើងចង់ឃើញស្ថានភាពឲ្យកាន់តែច្បាស់ពិតប្រាកដយើងចាំបាច់ត្រូវរងចាំពញាពេលការធ្វើសេចក្តីវិនិច្ឆ័យធ្វើចិត្តឲ្យស្ងប់ហើយបន្តមកសូមត្រេះរិះពិចារណានៅស្ថានភាពនោះកម្រិតនៃការរំជួលចិត្តរបស់គេប្រែប្រួលបញ្ច្រាស់គ្នាទៅនឹងចំណេះដឹងរបស់គេអំពីការពិត Bertrand Russell វិធីដ៏ល្អបំផុតដើម្បីលុបបំបាត់អារម្មណ៍រំជួលចិត្តអវិជ្ជមានរបស់យើងគឺតាមរយៈការយល់ដឹងច្បាស់នៅការពិតជុំវិញស្ថានភាពនោះយើងមានសំណាងព្រោះបានរស់នៅក្នុងយុគនៃព័ត៌មានដែលការពិតទាំងឡាយនិងព័ត៌មានមានត្រៀមបំរុងស្រាប់នៅក្នុងសៀវភៅទស្សនាវដ្តីនានា CD DVD ទាំងឡាយនិងនៅលើអ៊ីនធឺណិតនៅក្នុងការស្វែងរកព័ត៌មានយើងក៏បីជាមនុស្សមានការប្រុងប្រយ័ត្នពីព្រោះមានព័ត៌មានជាច្រើនជាព័ត៌មានប្រឆាំងគ្នាឬផ្ទុយគ្នាចំណែកឯព័ត៌មានខ្លះទៀតអាចជាព័ត៌មានហួសកាលឬជាព័ត៌មានបោកប្រាស់គេគួរចងចាំក្នុងចិត្តថាចំណេះដឹងកើតចេញមកអំពីការក្រេបយកបានអំពីព័ត៌មានប៉ុន្តែបញ្ញាកើតមានតែកាលណាលោកអ្នកដឹងនៅភាពផ្សេងគ្នារវាងព័ត៌មានត្រូវនិងព័ត៌មានខុសគ្នាប៉ុណ្ណោះបញ្ញាកើតមកពីការកម្ចាត់ចោលអស់នៅមាយាការឬការភ័ន្តច្រឡំឬក៏មោហៈដើម្បីមើលឃើញស្ថានភាពមួយដ៏ត្រឹមត្រូវយើងត្រូវខិតខំមើលឲ្យឃើញស្ថានភាពនោះអំពីទិដ្ឋភាពផ្សេងៗជាច្រើនតាមតែយើងអាចរកឃើញនៅក្នុងរឿងនិយាយអំពីទាហាននិងអំពីក្មេងស្រីឃ្លាន2នាក់ក្នុងជំពូកទី1ម្ចាស់ភោជនីយដ្ឋានបានរកឃើញស្ថានភាពពិតដោយការនិយាយផ្ទាល់ជាមួយទាហាននោះកាលណាយើងយល់ដឹងស្ថានភាពនោះក្នុងទស្សនវិស័យរបស់គាត់ហើយវេទនាអារម្មណ៍និងចរិយារបស់យើងចំពោះគាត់ក៏ប្រែប្រួលដែរចូលស្រមៃមើលតើអ្វីនឹងអាចកើតមានបើយើងចចេះមើលឃើញស្ថានភាពតាមរយៈភ្នែករបស់យើងតែប៉ុណ្ណោះយើងមិនចាំបាច់រៀនចិត្តវិទ្យានៅឯសាកលវិទ្យាល័យដើម្បីយល់ថាយ៉ាងម៉េចដឹងអ្វីដែលជាប្រជាជនគិតទេអ្វីៗទាំងអស់ដែលយើងត្រូវការគឺចិត្តបើកចំហនិងឆន្ទៈដើម្បីសាកសួរពួកគេដោយផ្ទាល់ខ្លួនប្រកបដោយភាពស្និទ្ធស្នាលមានវិធីល្អមួយទៀតដើម្បីបញ្ជាយើងអំពីការមើលឃើញស្ថានភាពតាមទិដ្ឋភាពផ្ទាល់ខ្លួនរបស់យើងតែប៉ុណ្ណោះគឺត្រូវសាកសួរសំណួរទឹបថាចុះប្រសិនបើទាហាននោះមិនមែនជាឪពុករបស់ក្មេងទាំងពីរនាក់នោះវិញចុះប្រសិនបើគាត់ជាមនុស្សមានរបួសផ្លូវចិត្តយ៉ាងស្រួចស្រាលដោយសារប្រពន្ធគាត់ស្លាប់ឬការប្រយុទ្ធគ្នាចុះប្រសិនបើការរីកឹតរបស់ខ្ញុំខុសវិញនៅមានឧបករណ៍នៃការរីកឹតដ៏ប្រសើរច្រើនទៀតដែលរៀបចំឡើងយ៉ាងចំដើម្បីជួយយើងឲ្យរីកឹតមានប្រសិទ្ធភាពល្អគ្រាន់បើជាងការមានប្រតិកម្មតបដោយងងឹតងងុលចំពោះស្ថានភាពមួយក្នុងចំណោមឧបករណ៍នៃការរីកឹតទាំងនោះគឺមានមុខនៃការរីកឹត6យ៉ាង The Six Thinking Hats បូកដកនិងផលប៉ះពាល់ Plus Minus Impact PMI ផលប៉ះពាល់និងលទ្ធផល Consequence and Sequels CNS យោបល់របស់អ្នកផ្សេងទៀត Others People View
OPV ដែលបានបង្កើតឡើងដោយបណ្ឌិត Edward de Bono សម្រាប់ឲ្យយើងរីកគិតប្រកបដោយផ្លែផ្កាច្រើននិងបញ្ជាយើងអំពីការធ្វើប្រតិកម្មដោយមិនចាំបាច់ខ្ញុំបានធ្វើបញ្ជីសៀវភៅខ្លះនៃសៀវភៅទាំងឡាយរបស់គាត់ក៏ដូចជាសៀវភៅទាំងឡាយរបស់ចិត្តវិទូទាំងឡាយដទៃនៅខាងចុងនៃសៀវភៅនេះហើយខ្ញុំក៏ផ្ដាំផ្ញើដោយទទូចសូមឲ្យលោកអ្នកអានអំពីសៀវភៅទាំងនោះសេចក្តីសង្ខេបនៃជំពូក4យល់ដឹងនៅកម្រិតព្រំដែន1សេចក្តីភ័យខ្លាចគឺជាសត្រូវលេខ1របស់ភាពជោគជ័យ2អត្ថភាពមុនគេបង្អស់របស់គូក្បាលខ្ញុំគឺរក្សាខ្ញុំឲ្យផុតពីគ្រោះថ្នាក់គូក្បាលរបស់ខ្ញុំមានសមត្ថភាពផ្ដោតលើជោគជ័យរបស់ខ្ញុំបាននៅពេលណាខ្ញុំមានវេទនាអារម្មណ៍សុខសាន្តប៉ុណ្ណោះ3សេចក្តីភ័យខ្លាចបិទគប់ចិត្តខ្ញុំនិងពង្រៀងខ្ញុំពីការរីកឹតនិងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព4សេចក្តីភ័យខ្លាចភាគច្រើនរបស់ខ្ញុំកើតចេញពីការមើលឃើញស្ថានភាពមិនត្រឹមត្រូវ5កាលណាខ្ញុំវិនិច្ឆ័យស្ថានភាពខុសនិងធ្វើប្រតិកម្មមិនសមស្របលទ្ធផលគឺសេចក្តីអៀនខ្មាស់ភាពបរាជ័យនិងសេចក្តីទោមនស្ស6ដើម្បីសម្រេចបានជោគជ័យដោយមិនបានយកចិត្តទុកដាក់អំពីកម្រិតព្រំដែនរបស់ខ្ញុំគឺប្រៀបដូចជាការបើកបររថយន្តដោយយកជើងជាន់លើហ្វ្រាំង7ដើម្បីមើលឃើញស្ថានភាពបានច្បាស់ខ្ញុំត្រូវពន្យានៅការធ្វើសេចក្តីវិនិច្ឆ័យដោយប្រញាប់ប្រញាល់និងដោយប្រាកដថាខ្ញុំមានព័ត៌មានត្រឹមត្រូវនិងព្យាយាមមើលស្ថានភាពផ្អែកតាមទស្សនវិស័យផ្សេងៗប្រយោគដ៏សោកសៅបំផុតនៅក្នុងភាសារបស់មនុស្សគឺខ្ញុំគួរតែអាចជាចំពុក5ការជ្រើសរើសវាសនាអ្វីដែលមនុស្សចង់ខ្លាចទៅគេគួរតែខ្លាចទៅគេគួរធ្វើអ្វីដែលគេប្រាថ្នាទៅអាប់រ៉ាហាំម៉ាស្ឡូតើលោកអ្នកនឹងឃើញវុទ្ធីជាក្មេងប្រុសដែលបានជឿខ្លួនវាថាជាក្មេងល្ងងឬទេមែនដោយមនុស្សជាច្រើនបានទូទាយវាបានប្រឡងធ្លាក់ទៀតនៅឆ្នាំបន្ទាប់ប៉ុន្តែពេលនោះមានរឿងមួយបានកើតឡើងដែលបានផ្លាស់ប្ដូរជីវិតរបស់វាជារៀងរហូតមកអតីតគ្រូបង្រៀនរបស់វាបានចូលនិវត្តន៍ហើយមានអ្នកគ្រូក្មេងម្នាក់បានមកជំនួសគាត់ពេលកន្លងមកទៅមិនយូរប៉ុន្មានវុទ្ធីបានចាប់ផ្ដើមចូលចិត្តអ្នកគ្រូថ្មីរបស់វាពីព្រោះអ្នកគ្រូមានភាពស្និទ្ធស្នាលហើយមិនដូចលោកគ្រូចាស់មុនទេអ្នកគ្រូកម្រក្រោតខឹងសូម្បីតែវាបានធ្វើកិច្ចការខុសច្រើនក៏ដោយថ្ងៃមួយនៅពេលវារៀបខ្លួនចាក់ចេញពីថ្នាក់រៀនអ្នកគ្រូបាននិយាយថាវុទ្ធីតើកូនអាចនៅពី3នាទីបានទេអ្នកគ្រូចង់និយាយជាមួយកូនបន្តិចកាលដែលសិស្សទាំងអស់ចេញបាត់ទៅអ្នកគ្រូបាននិយាយថាថ្ងៃនេះនៅក្នុងពេលលេងបាល់ទាត់អ្នកគ្រូឃើញកូនទាត់បាល់បញ្ចូលទីកូនទាត់បានល្អណាស់ក្រោយពេលផ្អាកបន្តិចអ្នកគ្រូនិយាយបន្តថាអ្នកគ្រូបានសម្គាល់ឃើញថាកូនមិនបានយកចិត្តទុកដាក់ក្នុងម៉ោងរៀនគណិតវិទ្យាថ្ងៃនេះតើមានរឿងអ្វីកើតឡើងវុទ្ធីបានសម្លឹងចុះក្រោមហើយក្រវីក្បាលប៉ុន្តែមិននិយាយស្ដីកូនមិនចូលចិត្តគណិតវិទ្យាមែនទេអ្នកគ្រូនិយាយបន្តវុទ្ធីងក់ក្បាលជាថ្មីហើយនិយាយថាខ្ញុំខ្សោយគណិតវិទ្យាណាស់ខ្ញុំស្អប់គណិតគេគ្រប់គ្នានិយាយថាខ្ញុំភ្លើល្ងងទេអ្នកគ្រូមិនជឿដូច្នោះទេអ្នកគ្រូបានសើចតើហេតុអ្វីបានជាកូនគិតថាខ្លួនឯងជាមនុស្សភ្លើកូនមានទឹកមុខជាក្មេងប្រុសឆ្លាតម្នាក់ចំពោះអ្នកគ្រូវុទ្ធីបានបញ្យល់ថាវាមិនអាចឆ្លើយសំណួរគណិតរហ័សដូចសិស្សដទៃហើយកាលណាវាឆ្លើយខុសពួកគេសើចចំអកហើយដៀលវាទៀតផងបើអ្នកគ្រូអាចបង្រៀនកូនឲ្យចេះឆ្លើយសំណួរគណិតវិទ្យារហ័សតើកូនហ៊ានសន្យាចំពោះអ្នកគ្រូថាកូនឈប់គិតថាខ្លួនឯងភ្លើឬល្ងងបានទេយើងអាចចាប់ផ្ដើមភ្លាមឥឡូវនឹងអ្នកគ្រូនិយាយវុទ្ធីមានវេទនាអារម្មណ៍ថាបេះដូងវារកកផ្ទុះអ្វីដែលវាបានចងចាំកន្លងមកវាមិនដែលមានអារម្មណ៍រំភើបសប្បាយនៅក្នុងសាលាម្ដងណាសោះដូច្នេះវាគ្មានពាក្យថ្លែងផ្សេងទេដោយក្តីអំណត់អ្នកគ្រូក្មេងបង្រៀនវុទ្ធីឲ្យចេះបូកលេខទាំងអស់ពី1ដល់10 1ដល់20និង1ដល់100យ៉ាងឆាប់រហ័ស
អ្នកគ្រូបានធ្វើឲ្យប្រកាសថាវាបានយល់ច្បាស់និងអាចបូកលេខទាំងអស់បានយ៉ាងត្រឹមត្រូវសូមអានការត្រេះរិះលេខ2នៅក្នុងកញ្ចក់អូប៉េរ៉េស៊ីពី3ថ្ងៃក្រោយមកនៅក្នុងពេលបង្រៀនគណិតវិទ្យាអ្នកគ្រូបានសរសេរនៅលើក្តារខៀន1 + 2 + 3 + 4 + 5 ស្មើប៉ុន្មានមុនពេលអ្នកគ្រូបានសួរសិស្សមួយចំនួនបានលើកដៃស្រែកថាអ្នកគ្រូខ្ញុំដឹង15អ្នកគ្រូបានសើចនិងបាននិយាយថាអ្នកគ្រូមានសិស្សមួយថ្នាក់នេះឆ្លាតណាស់សំណួរនេះងាយណាស់សម្រាប់កូនរាល់គ្នាបន្ទាប់មកអ្នកគ្រូបែរមុខទៅក្រោកក្តារខៀនហើយនិយាយថាចុះផលសរុបលេខបូកនេះវិញមានចំនួនប៉ុន្មានរួចគាត់សរសេរ1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 + 10ម្ដងនេះមានសិស្សតែ3នាក់ប៉ុណ្ណោះបានលើកដៃ50អ្នកគ្រូសិស្សពូកែជាងគេនៅក្នុងថ្នាក់និយាយមិនមែនទេសុផាតចម្លើយរបស់កូនមិនត្រឹមត្រូវទេប៉ុន្តែកំហុសទទួលយកបានអ្នកគ្រូបានឆ្លើយហើយភ្លាមនោះសិស្សឯទៀតបានដាក់ដៃចុះនៅសល់តែក្មេងប្រុសតូចម្នាក់អង្គុយនៅខាងក្រោយគេនៅលើកដៃឡើងកាលដែលសិស្សទាំងអស់មើលឃើញវាលើកដៃពួកគេបានសោកចំអកហេគឺលោកភ្លើទេតើអ្នកគ្រូមិនយកចិត្តទុកដាក់នឹងពួកវាហើយនិយាយថាចាវុធី55អ្នកគ្រូវុធីនិយាយយ៉ាងថ្នមថ្នាក់ទាំងមូលសោចគិលឡើងប៉ុន្តែពួកគេបានឈប់ភ្លាមពេលដែលអ្នកគ្រូនិយាយថាល្អណាស់វុធីគ្រូគិតថាវាងាយពេកសម្រាប់កូនតើមានអ្នកណាអាចបូកចំនួនទាំងអស់ពី1ដល់100បានទេម្ដងនេះគ្មាននរណាមួយសោចចំអកទៀតទេនាពេលដែលវុធីលើកដៃឡើងក្រោយពេលគិតរកចម្លើយលើក្រដាសមួយសន្លឹកអស់មួយស្របក់មកវាបានឆ្លើយដោយមានទំនុកចិត្តថា5050អ្នកគ្រូហើយថ្នាក់ទាំងមូលស្ងាត់មាត់ឈឹងត្រឹមត្រូវអ្នកគ្រូនិយាយដោយញញឹមចូលកូនមកសរសេរនៅលើក្តារខៀនហើយបង្រៀនមិត្តរួមថ្នាក់នៅវិធីដែលកូនគិតយ៉ាងម៉េចបានឆាប់ដោយមោទនភាពវុធីបានដើរទៅខាងមុខថ្នាក់ហើយបង្ហាញដល់សិស្សក្នុងថ្នាក់ទាំងមូលនៅវិធីគិតលេខដែលអ្នកគ្រូបានបង្រៀនវាកាលដែលវាបានបង្ហាញរួចហើយអ្នកគ្រូបានទះដៃសរសើរនិងបាននិយាយថាអរគុណច្រើនវុធីគ្រូគិតថាកូននឹងក្លាយជាគ្រូបង្រៀនគណិតវិទ្យាម្នាក់យ៉ាងពូកែនៅថ្ងៃណាមួយវុធីខិតខំទប់ទឹកភ្នែកកុំឲ្យហូរចុះលើថ្ពាល់វាមិនអាចជឿនៅអ្វីដែលវាទើបបានឮអំបញ្ញមិញយប់នោះក្រោយពេលបាយល្ងាចរួចអូនស្រីរបស់វាបានប្រាប់ឪពុកវាថាវុធីបានបង្រៀនគណិតវិទ្យាដល់ថ្នាក់របស់វាហើយក៏បានសុំឲ្យវាបង្ហាញជំនាញគណិតវិទ្យាវាដល់ឪពុករបស់គេនិងបានចំជាកូនឪគាត់និយាយរួចងាកទៅរកប្រពន្ធរបស់គាត់ហើយនិយាយថាម៉ែវាយើងមានកូនប្រុសមួយឆ្លាតណាស់យប់នោះវុធីចំណាយពេលយ៉ាងយូរទម្រាំដេកលក់ពីព្រោះនៅក្នុងខួរក្បាលរបស់វានៅឮតែពាក្យពេចន៍ដ៏អស្ចារ្យរបស់អ្នកគ្រូវានិងឪពុកវាមិនដាច់អាចពួកលោកយល់ត្រូវខ្ញុំអាចប្រឡងជាប់គណិតវិទ្យាឆ្នាំនេះវាបានគិតជប់នោះវុធីបានដេកលក់ស្កប់និងមានសុបិនល្អណាស់អ្នកគ្រូក្មេងបានកត់សម្គាល់ឃើញដោយក្តីត្រេកអរយ៉ាងខ្លាំងនៅអាកប្បកិរិយានិងចរិយារបស់វុធីដែលបានប្រែប្រួលក្នុងពេលដ៏ខ្លីវាមានទំនុកចិត្តមានមោទនភាពរឹងមាំនិងបានយកចិត្តទុកដាក់ល្អប្រសើរហើយមិនដែលខកខានឡើយក្នុងការបំពេញកិច្ចការធ្វើនៅផ្ទះពេលខ្លះវាបានធ្វើកិច្ចការសិក្សានៅផ្ទះច្រើនជាងសាលាតម្រូវឲ្យវាធ្វើទៀតផងនៅចុងឆ្នាំសិក្សាវុធីបានប្រឡងជាប់គ្រប់មុខវិជ្ជាវាមិនមែនជាសិស្សពូកែតែក្នុងថ្នាក់ទេប៉ុន្តែវាជាសិស្សពូកែបំផុតនៅក្នុងប្រតិបត្តិបន្ទុកដែលវាមិនធ្លាប់ទទួលបានម្ដងណាសោះអ្វីដែលអ្នកគ្រូបានធ្វើគឺដើម្បីជួយវុធីឲ្យជឿលើខ្លួនវាជាថ្មីនិងផ្ដល់ឲ្យវានៅទំនុកចិត្តហើយលើកស្ទួយសេចក្តីសង្ឃឹមរបស់វាពីព្រោះវាបានសង្ឃឹមដើម្បីបានប្រឡងជាប់នៅដំណាច់ឆ្នាំវុធីបានចាប់ផ្ដើមមានវេទនាអារម្មណ៍ទុកចិត្តលើខ្លួនវាហើយឥរិយាបថរបស់វាក៏ប្រែប្រួលស្របតាមនោះដែរ
អរិយាបថវិជ្ជមានរបស់វាចំពោះការសិក្សារបស់វាបានញ៉ាំងឲ្យវាអាចប្រឡងជាប់គ្រប់មុខវិជ្ជាទាំងអស់ជាលើកដំបូងនៅក្នុងជីវិតរបស់វាអំណាចប្រឌិតញាណរបស់ចិត្ត Creative Power of the Mind រឿងនិទានដែលលោកអ្នកទើបនឹងអានរួចគឺជារឿងដែលផ្អែកលើជីវិតពិតនៅក្នុងរង្វង់ជាច្រើនឆ្នាំដែលខ្ញុំបានបង្រៀននិងជួយមនុស្សឲ្យប្រែក្លាយកាន់តែមានជោគជ័យខ្ញុំបានឃើញជាសាក្សីនៅការប្រែប្រួលគួរឲ្យកត់សម្គាល់ជាច្រើននៅក្នុងអរិយាបថចរិតនិងសមិទ្ធផលរបស់ពួកគេនៅរៀងរាល់ពេលខ្ញុំស្ទើរតែមិនជឿអ្វីដែលខ្ញុំបានសង្កេតឃើញហើយរហូតមកដល់ពេលនេះខ្ញុំនៅតែចាប់អារម្មណ៍និងងឿងឆ្ងល់ថាតើអ្វីដែលខ្ញុំបានឃើញគឺគ្រាន់តែជាការគាប់ជួនមួយឬប្រហែលជាសំណាងដូច្នេះខ្ញុំយល់ថាព្រោះហេតុអ្វីមនុស្សជាច្រើនបានមើលឃើញថាវាជារឿងពិបាកទទួលជឿបានទាំងស្រុងនៅអំណាចដែលមិនគួរឲ្យជឿបាននៃចិត្តរបស់មនុស្សនិងការអនុវត្តរបស់វាមកលើជីវិតរស់នៅរបស់យើងនិងមកលើជីវិតរស់នៅរបស់មនុស្សប្រុសស្រីព្រមទាំងក្មេងៗប្រមាណ 7,000 លាននាក់នៅលើភពផែនដីនេះបើទោះជាវាអាចជាអ្វីក៏ដោយក៏ផុសតាងមានច្រើនណាស់ហើយយើងត្រូវជ្រើសមួយដើម្បីជឿនៅអំណាចនៃចិត្តឬមួយដើម្បីបំភ្លេចវាចោលដើម្បីជឿវាគឺមានន័យថាមានក្តីសង្ឃឹមសម្រាប់អនាគតដើម្បីបំភ្លេចវានឹងផ្ដល់ផលឲ្យតែក្តីអស់សង្ឃឹមប៉ុណ្ណោះអ្វីមួយដែលចិត្តរបស់មនុស្សអាចគិតឃើញនិងជឿចិត្តរបស់មនុស្សអាចសម្រេចបាន Walt Clemenstone ធម្មជាតិនៃចិត្តមនុស្សឆ្លុះបញ្ចាំងនៅធម្មជាតិនៃអំណាចប្រឌិតញាណសកលជាអំណាចមួយមានទំហំធំសម្បើមមិនអាចបំផ្លាញបាននិងមិនអាចយល់ដឹងបានលើកលែងតែចំណាំងពន្លឺល្អិតឡោចរបស់វាដែលគេឃើញមាននៅក្នុងគ្រប់ផ្នែកនៃធម្មជាតិនិងក្នុងគ្រប់ផ្នែកនៃចិត្តមនុស្សអំណាចដ៏ធំបំផុតរបស់ចិត្តមនុស្សស្ថិតក្នុងសមត្ថភាពរបស់វាដើម្បីបង្កើតគេអាចតែជាមនុស្សស្រវឹងវង្វេងទាំងស្រុងទើបមិនរំភើបចិត្តសោះនិងប្រងើយកន្តើយចំពោះទស្សនីយភាពដ៏សម្បើមអស្ចារ្យនៃមហាពីរ៉ាមីតអង្គរវត្តឬមហាកំពែងនៃប្រទេសចិនយើងកោតសរសើរមហាបរោះទាំងឡាយដែលបាននិពន្ធបទភ្លេងដ៏ពីរោះថិតថេរចៃរកាលបានគូគំនូរល្អៗដ៏ត្រកាលនិងបានកសាងវត្ថុអច្ឆរិយៈខាងបច្ចេកវិទ្យាប៉ុន្តែយើងភាគច្រើនចិញ្ចឹមជីវិតរស់នៅជាមួយអាយុដោយមិនទាំងចាប់អារម្មណ៍អំពីអំណាចរបស់យើងដើម្បីបង្កើតខ្លួនយើងផងយុវបរោះយុវនារីទាំងឡាយរបស់យើងឥឡូវនេះបានឡើងដល់ជាន់ទី5នៃប្រាំងរបស់វត្តហើយកូនសោសម្រាប់បើកទ្វារនោះគឺកូនសោទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួនទី5ការរិះគិតគឺអត្ថិភាព Seeing is being ចិត្តរបស់លោកអ្នកមានអំណាចដើម្បីបង្កើតនិងធ្វើរូបបដិវត្តន៍ឬផ្លាស់ប្ដូរខ្លួនលោកអ្នកនិងពិភពលោកអរគុណជួបគ្នាវីដេអូក្រោយ